ជាទូទៅកន្លែងបិទបើក active ឬយើងហៅថា online នៅក្នុង Facebook គឺមានពីរកន្លែងសំខាន់ទី1នៅក្នុង Facebook ទី2នៅក្នុង chat អញ្ចឹងកន្លែងបិទបើក active នឹងហើយដែលគេអាចមើលដឹងថាយើងកំពុងតែ online ឬក៏យើងកំពុងតែលេង Facebook ណាអញ្ចឹងមានបងប្អូនខ្លះគាត់អត់ទាន់យល់ណាគាត់គិតថាពេលដែលយើងបិទនៅក្នុង chat ហើយគឺគេអត់ឃើញយើងទាំងអស់មិនមែនទេកាលណាយើងបិទទៅក្នុង chat គឺអត់ឃើញតែនៅក្នុង chat បាននៅពេលយើងបើក chat បើកអីចឹងទៅគេអត់ដឹងទេប៉ុន្តែនៅពេលដែលយើងបើកលេង Facebook គឺគេនៅមើលឃើញថាយើងកំពុងតែ online កំពុងតែលេង Facebook ដដែលអញ្ចឹងបើសិនជាមិនចង់ឲ្យគេដឹងថាយើងកំពុងតែ online ឬកំពុងតែលេង Facebook ណាទាំងពីរហ្នឹងទេគឺយើងត្រូវចូលទៅបិទទាំងពីរអញ្ចឹងជាដំបូងគឺយើងចូលទៅបិទនៅក្នុង Facebook យើងសិនណាអញ្ចឹងយើងបើកកម្មវិធី Facebook មកអញ្ចឹងនៅពេលដែលយើងបើកលេងនេះគឺគេឃើញយើង online មួយហើយណាទោះបីយើងបិទនៅក្នុង Messenger ឬក៏ chat ក៏ដោយអញ្ចឹងបើយើងមិនចង់ឲ្យគេឃើញថាយើងកំពុងតែ online ឬកំពុងតែបើក internet លេងនៅ Facebook ទេយើងចូល Facebook មកហើយបងប្អូនចុចកន្លែង profile របស់យើងនេះមកហើយបន្តមកទៀតបងប្អូនចុចកន្លែងសញ្ញានេះ setting នេះមកអញ្ចឹងយើងអូសមកបន្តិចមកខាងក្រោមយើងនេះមកណាអញ្ចឹងបងប្អូននឹងឃើញកន្លែងខាងក្រោមនេះគេដាក់ថា active status ណាអញ្ចឹងយើងបិទកន្លែងហ្នឹងមួយទៅអញ្ចឹងបងប្អូនចូលមកឃើញវាបើកណាបើបងប្អូនចង់បើកក៏បើកបើចង់បិទមិនឲ្យគេឃើញថាយើងកំពុង online យើងបិទអាហ្នឹងមួយមកហើយយើងយកពាក្យថា turn off ណាអញ្ចឹងអានេះគឺសម្រាប់កម្មវិធី Facebook ទេហើយសម្រាប់ chat បើសិនជាយើងនៅបើកកម្មវិធី chat ណាគឺគេនៅឃើញអញ្ចឹងយើងចូលទៅក្នុង chat យើងម្ដងបងប្អូនយើងបើកកម្មវិធី Messenger យើងនឹងមកដែលយើងហៅកាត់ថា chat នឹងឯងអញ្ចឹងយើងចុចកន្លែង menu មកលើ update ថ្មីណាចុចកន្លែងហ្នឹងហើយបន្តមកទៀតបងប្អូនចុចកន្លែង setting នេះមកណា setting នេះឯងអូខេអញ្ចឹងយើងមើលមកដល់ត្រង់ចំណុចនេះបងប្អូននឹងឃើញថា active status on កំពុងតែបើកណាអញ្ចឹងយើងចុចទៅលើនឹងមួយមកណាហើយយើងចុចបិទដែរមកបន្តមកទៀតកន្លែងនេះគេសួរយើងច្រើនជាង Facebook ណាអញ្ចឹងគេដាក់ post active status កន្លែងទី1 until I change it បានន័យថាលុះត្រាតែយើងបានផ្លាស់ប្ដូរណានៅពេលដែលយើងបិទណាយើងចង់ផ្លាស់ប្ដូរបិទបើកសារថ្មីអាហ្នឹងទើបវាបើកឲ្យយើងហើយកន្លែងនេះគឺ for 1 hour នេះបានន័យថាសម្រាប់តែ1ម៉ោងអញ្ចឹងឧទាហរណ៍ចាប់ពីម៉ោងដែលយើងបិទហ្នឹងទៅណា1ម៉ោងគឺកន្លែងហ្នឹងគឺវានឹងបើកវិញអានេះ8ម៉ោងណា8ម៉ោងបានន័យថាចាប់ពីម៉ោងដែលយើងបិទនេះទៅគឺ8ម៉ោងគឺនឹងបើកកន្លែង active បានន័យថាបើកឲ្យឃើញ online វិញនៅពេលដែលយើងចូលបើកកម្មវិធី Messenger ណាហើយសម្រាប់អានេះគឺ until ម៉ោងគេដាក់8:00បានគឺរហូតដល់ម៉ោង8:00គឺម៉ោងពេលព្រឹកណាអូខេអញ្ចឹងបានន័យថាយើងបិទហ្នឹងគឺដល់ម៉ោង8ព្រឹកវានឹងបើកactive status ហ្នឹងមកវិញណាវាបើកដោយខ្លួនឯងតែម្ដងឬបើយើងចង់ជ្រើសរើសមានម៉ោងណាបិទបើកអីដោយខ្លួនឯងយើងយក custom នេះមកណាចង់ឲ្យបើកឃើញ online ពេលណាអូខេអញ្ចឹងធម្មតាខ្ញុំជឿថាពីច្រើនគឺគាត់ចង់បិទទាំងអស់ហ្នឹងហើយណាបានន័យថាចាំពេលណាដែលមានអារម្មណ៍ថាចង់បើកគឺបើកវិញទៅអញ្ចឹងអ្វីដែលយើងត្រូវយកគឺយើងយកចំណុចទី1ហ្នឹងឯងណាអញ្ចឹងបងប្អូនចុចចំណុចយកទី1ហ្នឹងមកហើយយើងចុច push នេះមកឃើញកន្លែងហ្នឹងគេនឹងបិទអញ្ចឹងនៅពេលដែលយើងបិទហើយមិនថាជា Facebook មិនថាជា Messenger ឬក៏ chat ហ្នឹងទេណាគឺនៅពេលដែលយើងចូលលេងគេអត់ដឹងថាយើងកំពុងតែ online នោះទេអញ្ចឹងមានបងប្អូនខ្លះគាត់ច្រឡំណាពេលដែលគាត់បិទ Facebook ហើយគេអត់ឃើញលុះត្រាតែយើងអត់ចូលលេង chat Messenger ណាមិនគេអត់ឃើញយើង online ប៉ុន្តែទាំងពីរហ្នឹងយើងបិទមួយណាក៏ដោយណាយើងបិទបានតែមួយទេបើយើងមិនចង់ឲ្យគេឃើញយើង online យើងបិទទាំងពីរទៅអញ្ចឹងយើងចូលទៅប្រើកម្មវិធីមួយណាក៏គេអត់ដឹងថាយើងកំពុងតែ online ឬក៏កំពុងតែលេងឬក៏បើកអ៊ីនធឺណិតហ្នឹងដែរណាអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយចែករំលែកនៅវីដេអូរបស់ខ្ញុំឲ្យបងប្អូនដទៃទៀតគាត់បានដឹងផងណា